បញ្ហាវាជើងខ្នងជាទូទៅយើងមិនសូវជាចាប់អារម្មណ៍សម្រាប់បញ្ហាមួយនេះទេឃើញអ្នកកើតជាច្រើនមិនដឹងខ្លួនថាមានបញ្ហាវាជើងខ្នងហ្នឹងដោយសារការវាជើងខ្នងហ្នឹងវាអត់មានការឈឺចាប់ទេវាគ្រាន់តែវាអត់ស្អាតនៅពេលដែលយើងឆ្លៀកពាក់អីអញ្ចឹងណាវាអត់សូវមានការឈឺចាប់ទេក្នុងកាលដែលយើងមិនចាប់អារម្មណ៍អញ្ចឹងធ្វើឲ្យយើងនឹងធ្វើប្រហែសក្នុងការព្យាបាលឲ្យទាន់ពេលវេលាហើយវាកើតច្រើនណាសម្រាប់ក្មេងស្រីអញ្ចឹងក្រោមអាយុ18ឆ្នាំមកហ្នឹងគឺគាត់មានកើតបញ្ហាហ្នឹងច្រើនហើយជាវ័យមួយដែលគាត់កំពុងតែលូតលាស់អញ្ចឹងបើយើងអត់បានធ្វើការព្យាបាលទាន់ពេលវេលាអញ្ចឹងធ្វើឲ្យគាត់ហ្នឹងមានបញ្ហារូបរាងកាយគាត់ហ្នឹងមិនស្អាតវាចធ្វើឆ្អឹងកងខ្នងរបស់គាត់ហ្នឹងមិនត្រង់ល្អទេអញ្ចឹងកត្តាដែលធ្វើឲ្យយើងវាឆ្អឹងខ្នងហ្នឹងតាំងពីកំណើតយើងមកក៏មាននិងកត្តាដែលក្រោយកំណើតយើងក៏មានតើតើមួយនឹងទម្លាប់នៃការរស់នៅប្រចាំថ្ងៃរបស់យើងដែលធ្វើឲ្យឆ្អឹងខ្នងរបស់យើងហ្នឹងវាដោយមិនដឹងខ្លួនអញ្ចឹងក្មេងៗសពថ្ងៃដែលគាត់ទៅរៀនគាត់ស្ពីកតាកាបូបរបស់គាត់ហ្នឹងអីវ៉ាន់ការសិក្សារបស់គាត់ហ្នឹងធ្ងន់តែធ្វើឲ្យឆ្អឹងខ្នងរបស់គាត់ហ្នឹងវាផងដែរស្របទៅពេលជាមួយគ្នាផងដែរនាពេលបច្ចុប្បន្នសម័យកាលដែលជាការប្រើប្រាស់គ្រឿងអេឡិចត្រូនិកដូចជាទូរស័ព្ទ smart ទូរស័ព្ទកុំព្យូទ័រទាំងអស់ហ្នឹងដែលធ្វើឲ្យគាត់ទម្លាប់នៃការរស់នៅនៃការអង្គុយមិនត្រង់ខ្នងធ្វើឲ្យគាត់ហ្នឹងវាចបានហើយគាត់អត់ទៅមានទម្លាប់នៃការហាត់ប្រាណធ្វើឲ្យសាច់ដុំខ្នងនិងសន្លាក់ឆ្អឹងខ្នងហ្នឹងវាមានចលនាល្អវាធ្វើឲ្យមានវិបត្តិមួយគឺធ្វើឲ្យវាឆ្អឹងខ្នងហ្នឹងផងដែរអញ្ចឹងពុកម៉ែបងប្អូនដែលមានកូនតូចៗហ្នឹងឬក៏វ័យជំទង់យើងគួរតែឆែកមើលនៅឆ្អឹងខ្នងរបស់កូនតើមានការវាយទេអត់ព្រោះហានិភ័យទៅថ្ងៃក្រោយគឺគាត់ទី1រូបរាងគាត់មិនស្អាតទី2គឺគាត់នឹងអាចមានហានិភ័យមួយគឺការឈឺស្លាក់រឹងគាំងស្លាក់ហើយគាត់អត់ឡើងគីឡូទេហ្នឹងហើយហើយពេលខ្លះក៏អាចមានកម្រិតទៅលើចង្វាក់ដង្ហើមរបស់គាត់ដោយសារប្រអប់ទ្រូងរបស់គាត់អាចនឹងជារួមតូចហើយធ្វើឲ្យគាត់នឹងមានបញ្ហាជាច្រើនផ្សេងទៀតអញ្ចឹងវីដេអូមួយនេះគឺជាសកម្មភាពដែលខ្ញុំបានព្យាបាល